ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនស្គាល់ដើមនេះអត់បងប្អូននេះបងប្អូននេះដើមនេះគឺសបោបងប្អូនទាំងអស់គ្នាស្រុកស្រែយើងគឺអត់ខ្វះហើយបងប្អូននៅដុះពេញនឹងបងប្អូនទាំងអស់គ្នានេះគេហៅនៅតំបន់ខ្ញុំគេហៅដើមពុកមាត់ឆ្មាបងប្អូនទាំងអស់គ្នាបងប្អូនឃើញអត់នេះទៅរូបរាងវាបែបហ្នឹងផ្កាវាអញ្ចឹងបងប្អូនពណ៌ស្វាយហ្នឹងដើមហ្នឹងមានផលប្រយោជន៍បងប្អូនទាំងអស់គ្នាចំពោះអ្នកណាក្អកបងប្អូនក្អករ៉ាំរ៉ៃក្អកយូរហើយបងប្អូនទាំងអស់គ្នាក្អកដូចថាផឹកថ្នាំអស់ជំរឿបងប្អូនទាំងអស់គ្នាអាចឬគេហៅថាក្អកហឺតក្អកអីហ្នឹងបងប្អូននេះឆ្នាំនេះបកកាយបងប្អូនយាយខ្ញុំគាត់ដាំទឹកហូបរាល់ថ្ងៃឈឺចង្លាក់ឈឺចឹងហើយគាត់គឺជាឆ្នាំត្រជាក់ដែរបងប្អូនទាំងអស់គ្នាបងប្អូនដកវាហើយយកទៅលាងទឹកឲ្យស្អាតណាបងប្អូនហើយយើងយកវាហាលវាស្ងួតយើងដាក់ដាំទឹកហូបបងប្អូនទាំងអស់គ្នាមួយថ្ងៃយើងហូប2 ដង 3 ដងបងប្អូននិយាយទៅចង់ហូបប្រហែលដងក៏បានដែរប៉ុន្តែយើងហាលវាឲ្យស្ងួតសិនបងប្អូនទាំងគ្នាទៅដាំហូបឲ្យមានធំក្លិនមានអីទៅបងប្អូនទាំងគ្នាហើយធ្វើឲ្យយើងសុខភាពល្អបងប្អូនសម្រានលក់ស្រួលទេបងប្អូនទាំងគ្នានេះដើមពុកមាត់ឆ្មានេះបងប្អូននេះឃើញអត់នេះគ្រួសារខ្ញុំដកហូបរហូតបងប្អូនទាំងគ្នាគឺយើងដកដាំទឹកហូបចឹងបងប្អូនទាំងគ្នាហើយឆ្នាំខ្មែរយើងបងប្អូនងាយស្រួលរតំបន់ស្រុកស្រែចំការសបោណាបងប្អូនណាអត់ចេះខ្វះទេបងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបងប្អូនណាអរគុណច្រើនជម្រាបលា